ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់នៅក្នុងមេរៀនទី12ចំនួនទស្សភាគភាគរយជាងយើងមើលលំហាត់របស់យើងលំហាត់1សរសេរប្រភេទនិងចំនួនទស្សភាគតាងផ្នែកខ្មៅនៃរូបខាងក្រោមអញ្ចឹងគឺគេឲ្យយើងមើលរូបហ្នឹងហើយសរសេរភាគយកឲ្យគេហើយនឹងសរសេរជាចំនួនទស្សភាគអញ្ចឹងយើងដឹងហើយថាភាគយកគឺជាផ្នែកដែលផាត់ពណ៌ខ្មៅជាចំនួនដែលគេជ្រើសរើសយកនឹងអញ្ចឹងដើម្បីអាចបំពេញបានគឺយើងត្រូវរាប់អាផ្នែកខ្មៅនេះថាតើមានប្រមាណប្រអប់អញ្ចឹងយើងរាប់ជាមួយអ្នកគ្រូទៅអានេះ2ចាយើងរាប់ម្ដង2ទៅ2 4 6ចា8 10 12 14 16 18 20 22 24 26 28 30 32 34 36 38 40អញ្ចឹងផ្នែកផាត់ពណ៌គឺ40អញ្ចឹងមានន័យថាភាគយកគឺ40ហើយបើយើងសរសេរជាចំនួនទស្សភាគគឺបាន 0.40 ឬក៏ 0.4 ចាឬក៏ 0.4 ឧទាហរណ៍យើងមើលលំហាត់ខផ្នែកដែលគេយកគឺជាផ្នែកពណ៌ខ្មៅផ្នែកផាត់ពណ៌ប៉ុន្តែបើយើងមើលទៅតាមរូបភាពនេះគឺយើងមើលអត់ឃើញទេអញ្ចឹងយើងអាចមានវិធីមួយទៀតគឺយើងអាចរាប់ផ្នែកពណ៌សហ្នឹងទៅហើយយក100ដកអាផ្នែកពណ៌សហ្នឹងទៅដោយសារទាំងអស់ហ្នឹងគឺមាន100កាឡានេះភាគបែកមាន100កាឡាអញ្ចឹងបើយើងយក100ដកផ្នែកពណ៌សនឹងចេញចម្លើយផ្នែកពណ៌ខ្មៅដោយសារយើងមើលអាពណ៌ខ្មៅវាអត់ឃើញអញ្ចឹងមានតែវិធីហ្នឹងអញ្ចឹងយើងរាប់ផ្នែកពណ៌សទាំងអស់គ្នាមក2 4 6 8 10 12 14 15 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169
ចឹង28យើងយក100ដក28ទៅយើងនឹងឃើញផ្នែកចាស់ផ្នែកពណ៌ខ្មៅអញ្ចឹង100ដក28គឺនៅសល់72អញ្ចឹងគឺភាគយករបស់យើងគឺ72ហើយបើយើងសរសេរជាប្រភាគគឺស្មើនឹង0.70 72ចាបន្ទាប់មកទៀតយើងមើលលំហាត់គួរម្ដងអញ្ចឹងយើងរាប់មកអានេះអាចមើលឃើញទេយើងរាប់មកនេះ2 4 6 7 7ហើយ9 10 11 12 13 14 15 16 17 18 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169
ចឹងយើងបានភាគយករបស់យើងគឺ40 41ហើយបើយើងសេជាចំនួនទស្សភាគគឺ 0.40 41ចឹងយើងទៅមើលលំហាត់បន្តទៀតអានេះលេខ1គឺអស់ហើយចូលលេខ2ចឹងលំហាត់លេខ2គឺគេឲ្យយើងចូលផាត់ពណ៌រូបតាងចំនួនទស្សភាគខាងក្រោមចឹងលំហាត់នេះគឺគេឲ្យជាចំនួនទស្សភាគមកយើងហើយឲ្យយើងផាត់ពណ៌ចឹងគេឲ្យចំនួនទស្សភាគសម្រាប់លំហាត់កគឺ 0.55 បើយើងយក 0.55 យកទៅសរសេរជាប្រភាគគឺយើងបាន55 លើ 100ចឹងមានន័យថាផ្នែកភាគយក55នេះដល់អ្នកគ្រូសរសេរឲ្យប៉ុន្តែពេលដែលយើងធ្វើដាក់បន្ទុកអត់សរសេរទេអានេះយើងគ្រាន់តែគិតដើម្បីយើងអាចផាត់ពណ៌បានអញ្ចឹង 0.55 បើយើងសរសេរជាប្រភាគគឺ55 លើ 100អញ្ចឹងមានន័យថាភាគយកគឺ55អញ្ចឹងគឺយើងត្រូវផាត់ពណ៌55ក្រឡានឹងឲ្យគេអញ្ចឹងមួយជួរនេះគឺមាន10ជាងយើងផាត់អានេះមក10 2ជួរ20 30 40 50រួចហើយយើងថែម5ប្រឡោះទៀត1 2 3 4 5អូខេយើងផាត់ឲ្យស្មើឲ្យស្អាតមកហើយអាកន្លែងប្រភេទនេះអត់មានទៅសេចូលទេអានេះគឺគ្រាន់តែអ្នកគ្រូធ្វើការបញ្យល់ឲ្យយើងយល់ចាបន្ទាប់មកយើងមើល 0.47 0.47 មានន័យថា47 លើ 100អញ្ចឹងមានន័យថាផ្នែកភាគយកគឺ47អញ្ចឹងយើងត្រូវផាត់ឲ្យគេ47កន្លាដូចគ្នាអញ្ចឹងយើងផាត់មកមួយជួរ10កន្លា20កន្លា30កន្លា40កន្លាហើយថែម7ទៀត1 2 3 4 5 6 7អញ្ចឹងគឺយើងត្រូវផាត់47កន្លានឹងឲ្យគេឲ្យពេញយើងផាត់ឲ្យពេញមកណាដោយសារអ្នកគ្រូពិបាកផាត់ហើយយើងធ្វើដាក់ក្នុងសៀវភៅដូចជាមិនពិបាកផាត់ទេ
មួយទៀតលំហាត់អក្សរកូរគឺ 0.85 បើយើងបដូរទៅជាប្រភាគយើងបាន85 លើ 100 អញ្ចឹងភាគយក85មានន័យថាផ្នែកខ្មៅគេផាត់យកហ្នឹងគឺ80 85អញ្ចឹងយើងផាត់ឲ្យគេ85មកអញ្ចឹងផាត់មួយជួរនេះ10 20 30 40 50 60 70 80ហើយថែម5ទៀត1 2 3 4 5អូខេអញ្ចឹងយើងត្រូវផាត់ប៉ុណ្្នឹងកន្លះចាបន្ទាប់មកយើងមើលលំហាត់ទី3គេឲ្យយើងសរសេរជាចំនួនទស្សភាគអានេះគេឲ្យប្រភាគមកអញ្ចឹងប្រភាគស្មើ1កាលណាភាគបែកនិងភាគយកស្មើគ្នាឧទាហរណ៍100 លើ 100អញ្ចឹងគឺស្មើ1ហើយបើផ្នែកភាគយកអត់ដល់100ទេផ្នែកភាគយកអត់ដល់100ទេគឺចេញមកគឺ0ចុចហើយឲ្យតែផ្នែកភាគយកតូចជាងភាគបែកណាដូច128 លើ 100អញ្ចឹងគឺ 0.28 អីចឹងទៅហើយបើ1 លើ 100ហ្នឹង 0.01 អីចឹងទៅចឹងយើងមើល28 លើ 100បើយើងសេជាចំនួនទស្សភាគគឺ 0.28 ហើយខ43 លើ 100យើងសេជាចំនួនទស្សភាគគឺ 0.40 43 72 លើ 100គឺ 0.70 ចា72ចឹងតកតងនឹងកំណែនៅក្នុងមេរៀនចំនួនទស្សភាគភាគរយគឺមានប៉ុណ្ណឹងហើយបើចូលចិត្តកុំភ្លេចចុច like និងចុច subscribe នៅគ្រូម្នាក់មួយផងចាសសូមអរគុណច្រើននិងសូមជម្រាបលា